ស្អីបងទាំងអស់គ្នាបាទជួបគ្នាជាមួយនឹងវីដេអូបងប្អូនធ្វើការបង្ហាញជាមួយនឹងបាស KP បាទ MIG 212 W700 Pro ដែលបងចង់ឃើញខាងក្នុងវាយ៉ាងម៉េចណាបាទព្រោះអីកន្លងមកយើងធ្វើឃើញខាងក្រៅឯងនឹង spec របស់វាផ្សេងឥឡូវនេះយើងដោះសំណាញ់បាទមើលទាំងអស់គ្នាតើគ្រឿងក្នុងវាមានអីខ្លះតោះអូខេតោះនេះបាទដោះហើយបាទកាចទេបងបាទកាចអត់បាទប្រភេទបាសប្រើថ្មបាទគេប្រើថ្មជាប់វាងាយស្រួលបាទក្នុងការចល័តហើយសំខាន់យើងបញ្ចូលភ្លើងឲ្យទៅពេញទោះដាច់ភ្លើងយ៉ាងណាក៏យើងអត់ដីបារម្ភដែរព្រោះប្រភេទនេះវាកាន់ជាមធ្យមបានរហូតដល់20ម៉ោងជាងចឹងវាខ្លាំងបាទបាសយើងបុកខ្លាំងហើយកាន់ភ្លើងបានយូរទៀតនេះដែលបងឆ្ងល់អេក្រួយ Neo ហ្នឹងបាទវាយ៉ាងម៉េចនេះគូតវាអញ្ចឹងបាទអេក្រួយ Neo គូតធំបាទនេះឆាងពីមុខនេះ solo នេះបងធ្លាប់លេងបាសគាត់តែឃើញសបល់នេះគាត់ដឹងហើយរៀងរើស្គ្រូមេវាដឹងថាប្រភេទអីគ្រូ solo ល្អបាត់ហើយបាទអញ្ចឹងគឺល្អមែនមកទឹកជាងទេប៉ុន្តែសំឡេងញាក់សាច់បាទ2គ្រាប់បាទប្រើ2គ្រាប់បាទ solo នេះយើងមើលគូតែឃើញទេក្នុងប្រអប់បាទហើយសាប់វិញបាទស្ដាប់ snow បាទ snow នេះគឺ snow កាចហ្នឹងហើយបាទដឹបបាទនៃរុនខ្យល់មានប៉ុងមានអីក្នុងទៀតបងបាទហ្នឹងគឺផ្នែកខាងក្នុងអញ្ចឹង Neo បងស្គាល់ហើយបាទគឺប៉ុណ្ណឹងពូជរបស់វាបាទធំដែរបាទចាប់មកដៃនេះគឺផាសហើយបាទ Neo បាទអញ្ចឹងយើងមើល spec វាខាងក្រោយគេបញ្ជាក់អញ្ចឹង spec គេបញ្ជាក់នេះអានេះផ្នែកអាគុយបាទគេដាក់40 ampere 12 V ហើយខាងនេះគឺគេដាក់ driver របស់វាគឺសាប់របស់វានឹងឯង12 inch គុណ2អញ្ចឹងឃើញដូចក្នុងការបង្ហាញមិញនេះ2គ្រាប់ហើយជាមួយនឹង solo ដែលបងអូនបង្ហាញមិញហ្នឹងឥឡូវបឡងមិញហ្នឹងគឺ 6.5 inch គុណ2ចំណែកអេក្រួយគឺ1មានន័យថាអេក្រួយ Neo វិញមកគ្រាប់ឃើញមកគ្រាប់ទេបាទគេដាក់ Neo អញ្ចឹងព័ត៌មានវាច្បាស់ហើយខាងនេះគឺអូមវា8អូមហើយវ៉ាត់របស់វាគឺ ohms 700វ៉ាត់បើវ៉ាត់ peak 2000អញ្ចឹងណាហើយ dB រហូតដល់123 dB បាទអញ្ចឹងវាខ្លាំងបាទវាខ្លាំងណាបាទហើយនេះមួយទៀតបងចង់ដឹងថានេះបាសអីគេបាសអាមេរិកបាទប៉ុន្តែយើងតម្លៃនៅថៃបាទ KP MIG 212 W700 Pro បាទញាក់សាច់ទេបាទឈុតនេះបាទកាចហ្មងបាទនេះកាចបាទកាចខ្លាំងបាទ solo បាទអញ្ចឹងមានតែប៉ុណ្្នឹងឯងក្នុងការបង្ហាញជូនបងបាទអរគុណច្រើន